You see this picture or something like this, ដល់ពេលបងប្អូនមើលឃើញរូបភាពនៅក្នុងរូបនេះឯង what can you, what the impression do you have? តើនៅពេលបងប្អូនឃើញរូបភាពហ្នឹងបងប្អូនតែគិតថាវាមានអីជាសម្ពាធដែលកើតឡើង So what I want you to remember អ្វីខ្ញុំចង់បងប្អូនចាំនោះគឺថា is that man trying to reach God. គឺមានម្នាក់ដែលព្យាយាមក្នុងការដែលទៅឲ្យដល់ព្រះ You see, we cannot reach God. ហើយដឹងហើយថាយើងមិនអាចទៅដល់ព្រះបានឡើយ The distance is so big. តែព្រោះតែកម្លាតនៃរវាងមនុស្សហើយនិងព្រះហ្នឹងគឺឆ្ងាយមែនទែន God is completely holy and separate from ហើយយើង us. ដឹងថាព្រះអង្គទ្រង់គឺជាព្រះដែលបរិសុទ្ធហើយក៏មានចន្លោះដែលបំបែកយើងចេញពីព្រះអង្គដែរ And what caused the separation between man and God? តើអ្វីទៅដែលធ្វើឲ្យមានកម្លាតឆ្ងាយរវាងមនុស្សហើយនិងព្រះស្អីគេអូខេ Sin. Yes. So this is clear. បងប្អូនច្បាស់មែនតើ Okay. So because of sin, man is separate from God. តែព្រោះតែអំពើបាបមនុស្សត្រូវបានឆ្លៀតឆ្ងាយចេញពីព្រះបំបែកចេញពីព្រះអង្គ And we are talking about suffering. ហើយយើងក៏បាននិយាយគ្នាដែរអំពីការរងទុក្ខលំបាក So, and because of sin, sin brings penalty. ជាការពិតដោយព្រោះតែអំពើបាបហើយយើងដឹងថាបាបបានទាមនាំមកនៅសេចក្តីស្លាប់មកនៅការដាក់ទោសទណ្ឌកម្មនោះឯង And brings suffering. ហើយបាបនោះឯងបាននាំមកនៅស្ដីលំបាកផ្សេងៗការរងទុក្ខផ្សេងៗ And we understood how serious and bad sin is. ហើយយើងក៏បានយល់ដែរថាតើវាមានទម្ងន់យ៉ាងធ្ងន់ប៉ុណ្ណាហើយវាអាក្រក់យ៉ាងណាដែរចំពោះអំពើបាបនោះឯង And sin separates us from God. ហើយបាបបានបំបែកយើងចេញពីព្រះអង្គ And that price have to be paid. ហើយជាការពិតអំពើបាបមាននោះឯងគឺត្រូវតែមានបង់ថ្លៃចំពោះបាបនោះ And the price is death. ហើយតម្លៃនៃបាបនោះឯងគឺជាក្តីស្លាប់ And we spoke that Jesus died to pay this price. ហើយយើងក៏បាននិយាយដែរថាគឺព្រះអង្គម្ចាស់ព្រះយេស៊ូវទ្រង់សគត់ដើម្បីបង់ថ្លៃបាបនោះ So when we talk about why Jesus suffered, បានជាយើងនិយាយអំពីតើហេតុអីបានជាព្រះអង្គម្ចាស់ព្រះយេស៊ូវទ្រង់ទៅរងទុក្ខ so last class we finished reading the question. ហើយកាលពីសប្តាហ៍មុននោះឯងគឺយើងបានបញ្ចប់ដោយការអានសំណួរ So we will see the verses today. ហើយថ្ងៃនេះយើងនឹងមើលទៅជាមួយគ្នានៅអត្ថបទតាក់ទងទៅនឹងសំណួរនោះឯង Because everything I speak should be from the Bible. ពីព្រោះអីគ្រប់រឿងរ៉ាវដែលខ្ញុំបាននិយាយនោះឯងគឺជាអ្វីដែលបានដកស្រង់ចេញមកពីព្រះគម្ពីរ Because the Bible is true and the Bible is really the word of God. តែព្រោះតែព្រះបន្ទូលគឺជាសេចក្តីពិតហើយព្រះបន្ទូលនោះឯងគឺជាព្រះបន្ទូលនៃព្រះដ៏ពិតប្រាកដដែរ Yeah, it's question 37. នៅសំណួរទី37 So you have that? No. So question 37, let's read again the question and the answer. អូខេបងប្អូនសូមអាចនឹងមើលម្ដងទៀតមើលបងប្អូននៅសំណួរទី37នោះឯងមានទាំងសំណួរហើយនិងចម្លើយដែរបងប្អូនអាចជួយអានតិចតោះ សំណួរទី37តើអ្នកយល់យ៉ាងណាដោយបណ្ដាច់ចំពោះពាក្យរងទុក្ខវេទនាចម្លើយអស់មួយជីវិតទ្រង់នៅលើផែនដីជាពិសេសនៅពេលចុងក្រោយនៃជីវិតទ្រង់ទទួលបន្ទុកនៃសេចក្តីក្រោធរបស់ព្រះទោះនឹងអំពើបាបរបស់មនុស្សលោកទាំងអស់ទាំងនៅក្នុងរូបកាយនិងប្រលឹងវិញ្ញាណរបស់ទ្រង់ដើម្បីតាមរយៈការរងទុក្ខវេទនារបស់ទ្រង់ដែលជាយ៉ាញ់បូជាធួនឹងបាបតែមួយទ្រង់អាចប្រោសរូបកាយនិងរូបប្រលឹងវិញ្ញាណរបស់យើងហើយរួចពីទណ្ឌកម្មដ៏អស្ចារ្យជានិច្ចទាំងទទួលបាននៅព្រះគុណនៃព្រះសេចក្តីសុចរិតនិងជីវិតអស្ចារ្យជានិច្ចសម្រាប់យើង Thank you. Yeah. So the answer is divided in 4 parts. ចម្លើយនោះឯងគឺបានបែងចែកចេញជា4ផ្នែកផ្សេងគ្នា
So Jesus in life he suffered បានជានៅក្នុងព្រះជន្មនៃព្រះម្ចាស់ព្រះយេស៊ូវទ្រង់រងទុក្ខ and he suffered the penalty on his body. ហើយព្រះអង្គបានរងទុក្ខចំពោះការដាក់ទណ្ឌកម្មចំពោះព្រះកាយរបស់ព្រះអង្គនោះឯង Okay, let's start reading Isaiah 53. អូខេសូមយើងបានបើកហើយយើងអានជាមួយគ្នានៅព្រះគម្ពីរអេសាយជំពូក53 verses 4 to 7. ពីខ4ដល់ខ7អេសាយ53ខ4ដល់ខ7 Isaiah is a book that speaks a lot about the Messiah. ហើយយើងឃើញថាព្រះគម្ពីរអេសាយគឺជាកាន់នៃព្រះគម្ពីរមួយដែលនិយាយច្រើនអំពីព្រះមេស៊ី Okay, so let's have volunteers, okay? One read, then other read, then other read. អូខេឥឡូវនេះយើងសូមអ្នកទៀតស្ម័គ្រចិត្តអានហើយយើងនឹងអានបងប្អូនគ្នាព្រោះមានខអំពីច្រើនអញ្ចឹងអ្នកអានម្ដងអ្នកផ្សេងទៀតអានជាងចែកគ្នាអាន Okay, somebody reads Isaiah 53, 4 to 7. អូខេសូមអាននៅព្រះគម្ពីរអេសាយជំពូក53បងប្អូនម្នាក់សូមអានទៅពីខ4ដល់ខ7អត់ទេអានម្នាក់អានបញ្ចប់ទៅអត់អីទេ ទ្រង់បានទ្រង់ទ្ររងអស់ទាំងសេចក្តីឈឺចាប់របស់យើងហើយបានទទួលមកទុកអស់ទាំងសេចក្តីទុក្ខរបស់យើងជាពិតហើយយើងរកទីបានរាប់ទ្រង់ទុកជាអ្នកមានទុក្ខវិញគឺជាអ្នកដែលបាននិយាយជាអ្នកដែលរងទុក្ខហើយទ្រង់រងរបួសដោយ អំពើរំលង ព្រោះអំពើរំលោភរបស់យើងក៏ត្រូវវា ជួម ជួមដោយព្រោះអំពើទុច្ចរិតរបស់យើងទេឯការវាផ្ទាល់ដែលនាំឲ្យយើងជាមេត្រីនោះបានធ្លាក់ទៅលើទ្រង់ហើយក៏យើងរស់ជាបានប្រោះឲ្យជា ប្រោះឲ្យជា ដោយសារស្នាមលំពាត់គ្រប់យើងទាំងអស់គ្នាបាន ដូចជាជា នេះចេញ ចឹងដូចជា ថ្ងៃខ្ញុំយើងមើលទៅ Kamu yang mantap lah. តា យើងអត់គ្នាបានចេញដូចជាជាងគឺយើងបានបាយចេញទៅជាផ្លូវយើងរៀងខ្លួនហើយព្រះយេស៊ូវបានទម្លាក់អំពើទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើទ្រង់ត្រូវគេគិតសង្កិនហើយធ្វើទុកតែទ្រង់មិនបានហប់ព្រះអស់សពគឺដូចជាកូនជាងដែលគេដឹកទៅសម្លាប់ហើយដូចជាជាងដែលគេនៅចំពោះពួកអ្នកកាត់រោមយ៉ាងណាទ្រង់ក៏មិនបានហប់ព្រះអស់សពយ៉ាងនោះដែរទ្រង់ត្រូវដាក់ចេញពីអំណាច អូខេទៅខ Only until 7. Yeah. Okay, so this passage is very clear about what Jesus suffered for us. យើងឃើញថានៅក្នុងអត្ថបទនេះឯងគឺបានបង្ហាញយ៉ាងច្បាស់អំពីការរងទុក្ខដែលព្រះយេស៊ូវទ្រង់ត្រូវរងទុក្ខដើម្បីយើងរាល់គ្នា So he took in his body our penalty. ហើយយើងឃើញថាព្រះអង្គបានក្នុងព្រះកាយទ្រង់ឯងគឺទ្រង់បានទទួលយកនៅទោសកណ្ដកម្មរបស់យើងដែលត្រូវទទួល He was killed and he took all the punishment. ហើយទ្រង់ក៏ត្រូវបានគេសម្លាប់ទទួលយកអស់ទាំងការដាក់ទោសកណ្ដកម្មនោះឯង And because of the punishment in Jesus, we were saved. ហើយដែលព្រោះតែការរងទុក្ខរបស់ព្រះយេស៊ូវនោះឯងដែលនាំឲ្យយើងបានសង្គ្រោះ Let's read now 1 Timothy 2:6. អូខេសូមយើងមើលនៅក្នុងព្រះគម្ពីរទីម៉ូថេខ្សែទី1ជំពូក2ខ6 តើអ្នកផ្សេងគិតអានក៏បានដែរតោះ Okay, another one to read. 1 Timothy 2:6. ទីម៉ូថេទី1ខទី6ទ្រង់បានស្វែងព្រះអង្គទ្រង់ទុកជាថ្ងៃលួសមនុស្សទាំងអស់ដែលត្រូវមានទីបន្ទាល់នៅពេលដែលកំណត់ Okay, so the passage says that he offered himself as a rescue. នៅក្នុងគម្ពីរបានចែងថាទ្រង់បានថ្វាយព្រះអង្គទ្រង់ទុកជាថ្ងៃលួស So he offered his life in our place.
ព្រះអង្គទ្រង់បានថ្វាយព្រះអង្គទ្រង់នៅកន្លែងយើងរាល់គ្នា Okay, so the next passage is First Peter. ហើយបន្តមកទៀតគឺនៅក្នុងពេត្រុសខ្សែទី1 Our church is called Living Stones. ហើយពហិរបស់យើងនោះឯងគឺដាក់ឈ្មោះថាព្រះវិហារថ្មរស់ And we learned that Jesus is the living stone. ហើយយើងរៀនបានថាព្រះអង្គម្ចាស់ព្រះយេស៊ូវទ្រង់គឺជាថ្មរស់ And the church is formed of many bricks. ហើយយើងឃើញថាគឺពួកជំនុំនោះឯងគឺត្រូវបានស្អាងឡើយដោយមានថ្មពីផ្សេងគ្នាមានដុំអត់ផ្សេងពីគ្នា But this brick, this is dead. Yes ហើ This យ is យើង dead. មើលនេះជាអាចថាជាឥដ្ឋឬក៏ជាថ្មដែលវាអត់មានជីវិតទេ But we are the living stone. ក៏ប៉ុន្តែយើងវិញគឺយើងគឺជាថ្មរស់ Jesus is the main stone. ហើយព្រះអង្គម្ចាស់ព្រះយេស៊ូវទ្រង់គឺជាថ្មយ៉ាងឯក But we are in Jesus and we are also living stones. ហើយយើងដោយព្រោះតែយើងនៅក្នុងព្រះអង្គម្ចាស់ព្រះយេស៊ូវនោះយើងក៏ជាថ្មរស់ដែរ But in Peter says that this stone was rejected. ប៉ុន្តែនៅក្នុងព្រះគម្ពីរពេត្រុសបានប្រាប់ថាបានលើកឡើងថាថ្មយ៉ាងឯកនោះឯងត្រូវបានគេច្រានចោលគេបោះបង់ចោលវិញ Rejected. You know the word rejected? បងប្អូនដឹងថាពាក្យបោះបង់ចោលទេ So Jesus was rejected. ព្រះអង្គម្ចាស់ព្រះយេស៊ូវត្រូវបានគេបោះបង់ព្រះអង្គចោល The Bible says he came for his own people, but his own people rejected him. ព្រះទូបានចែងថាទ្រង់បានយាងមកសម្រាប់រាជរបស់ព្រះអង្គប៉ុន្តែរាជទ្រង់ឯងត្រូវបានបដិសេធព្រះអង្គវិញ But the stone that was rejected by man was accepted by God. ប៉ុន្តែថ្មដែលត្រូវបានមនុស្សបោះបង់ចោលនោះឯងគឺព្រះអង្គម្ចាស់ទ្រង់ទទួលយកវិញ For God, he is not rejected. He is chosen and accepted and precious. ហើយយើងឃើញថាសម្រាប់ព្រះគឺទ្រង់មិនបានបោះបង់ថ្មយ៉ាងឯងនោះចោលទេប៉ុន្តែព្រះអង្គទទួលហើយព្រះអង្គរាប់ថាមានតម្លៃពិសេសផង So also sometimes we are rejected. ហើយបងប្អូនពេលខ្លះយើងក៏ជាអ្នកត្រូវបានគេបោះបង់យើងចោលដែរ Sometimes people will not understand. ហើយពេលខ្លះមនុស្សគេនឹងមិនយល់អំពីយើងទេ But for God, we are accepted and we are precious. ក៏ប៉ុន្តែសម្រាប់ព្រះអង្គវិញយើងត្រូវបានទ្រង់ទទួលយកហើយយើងជាម្នាក់ដែលមានតម្លៃសម្រាប់ព្រះអង្គដែរ So let's read the First Peter chapter 3. អូខេឥឡូវសូមយើងបើកមើលជាមួយគ្នានៅព្រះគម្ពីរពេត្រុសខ្សែទី1ចំពុក3 Yeah, 3 verse 18. យើងអាននៅក្នុងខ18 Tapambay. Call Tapambay. Call. Yeah, First Peter chapter First Peter chapter 3 verse 18. verse 18. Okay. Can somebody read? 18តា There. ព្រោះព្រះគ្រីស្ទទ្រង់បានរងទុក្ខម្ដងដោយបាបតែគឺជាព្រះដ៏សុចរិតទ្រង់រងទុក្ខជំនួសមនុស្សទុច្ចរិតដើម្បីនឹងនាំយើងរាល់គ្នាទៅដល់ព្រះដោយទ្រង់ត្រូវគេធ្វើកត់ខាងសាច់ឈាមហើយព្រះវិញ្ញាណប្រោះឲ្យរស់ឡើងវិញ So we are talking about suffering of Christ. យើងបាននិយាយអំពីការរងទុក្ខនៃអង្គព្រះគ្រីស្ទ So the passage says that Christ suffered once for our sins. ដែលគម្ពីរបានចែងថាគឺព្រះគ្រីស្ទទ្រង់បានរងទុក្ខម្ដងសម្រាប់បាបរបស់យើង The righteous for the unrighteous. គឺព្រះដ៏សុចរិតនោះឯងគឺទ្រង់បានរងទុក្ខសម្រាប់មនុស្សទុច្ចរិត That he might bring us to God. ដែលទ្រង់អាចនឹងនាំយើងទៅឯព្រះវិញបាន So he was put to death in his flesh, ហើយយើងឃើញថាព្រះអង្គត្រូវបានគេធ្វើគុតខាងសាច់ឈាមរបស់ព្រះអង្គ but he was made alive in his spirit. ក៏ប៉ុន្តែព្រះវិញ្ញាណទ្រង់បានប្រោសឲ្យរស់វិញ So the righteous for the unrighteous. បានជាយើងឃើញថាគឺអង្គដ៏សុចរិតនោះឯងគឺសក្តិជំនួសមនុស្សទុច្ចរិត Jesus, who had no sin, paid our penalty that we were sinful. ហើយយើងឃើញថាព្រះអង្គម្ចាស់ព្រះយេស៊ូវដែលទ្រង់គ្មានបាបសោះ
ដែលទ្រង់ទទួលរងហើយសង្កត់សម្រាប់លោកមានបាបដូចយើងរាល់គ្នា And it says that it was only once. ហើយយើងឃើញថានៅក្នុងគម្ពីរបានចែងថាគឺព្រះអង្គរងទុក្ខតែម្ដងនោះទេ So before they have to sacrifice one lamb every time. យើងឃើញថាមុនពេលនោះឯងគឺគេតែងតែធ្វើពិធីយ៉ាញ់បូជាថ្វាយសត្វជៀននោះឯងគឺរៀងរាល់ពេលតែម្ដង But Jesus is the perfect sacrifice only once. ក៏ប៉ុន្តែព្រះយេស៊ូវព្រះអង្គទ្រង់គឺជាយ៉ាញ់បូជាអត់ចោះតែម្ដងទេ So the first part is that Jesus suffered in his body. ហើយយើងឃើញថាផ្នែកទី1នោះគឺថាព្រះអង្គម្ចាស់ព្រះយេស៊ូវទ្រង់បានរងទុក្ខចំពោះរូបសាច់របស់ព្រះអង្គ The hardships of sin. ហើយយើងឃើញថានេះគឺជាភាពលំបាកមែនទែនដោយសារតែអំពើបាប The second part of the answer ផ្នែកទី2នៃចម្លើយ is that he became the payment, the possible payment. ហើយទី2នោះគឺថាព្រះអង្គបានខ្លាយទៅជាអ្នកបង់ថ្លៃជំនួសវិញ We spoke here, sin brings the anger of God. យើងឃើញថាអំពើបាបបាននាំមកសេចក្រោធរបស់ព្រះមកជាមួយ And the justice of God have to be fulfilled. ហើយយើងឃើញថាភាពយុត្តិធម៌របស់ព្រះនោះឯងគឺត្រូវតែទទួលបានហើយនឹងបំពេញដែរ And no other sacrifice could do that. ហើយយើងឃើញថាគ្មានចាញ់បូជាណាមួយដែលអាចបំពេញនៅភាពយុត្តិធម៌របស់ព្រះអង្គបានទេ The only possible payment was Jesus. គឺមានតែព្រះម្ចាស់ព្រះយេស៊ូវគឺតែមួយអង្គគត់ដែលត្រូវបានបង់ថ្លៃចំពោះសេរីយុត្តិធម៌នោះឯង And we spoke last time about justice. ហើយកាលពីសប្តាហ៍មុនយើងក៏បាននិយាយអំពីយុត្តិធម៌ដែរ That somebody who killed another person, he deserves punishment. ឧទាហរណ៍ថាមាននរណាម្នាក់ដែលសម្លាប់ដល់ម្នាក់នរណាមួយផ្សេងទៀតនោះឯងអ្នកនោះឯងគឺស័ក្តិសមទទួលនៅការដាក់ទោសទណ្ឌកម្ម And here Jesus is paying the price for us. ហើយយើងឃើញថានៅទីនេះឯងគឺព្រះអង្គទ្រង់បានបង់ថ្លៃជំនួសយើងរាល់គ្នា He's our substitute. ហើយព្រះអង្គទ្រង់គឺជាអ្នកជំនួសយើងរាល់គ្នាវិញ So in the football ground, we always have the substitution. ហើយនៅក្នុងនៅលេងបាល់យើងតែមានការដោះដូរគ្នាទៅវិញទៅមកដូរកីឡាករ One player is so tired, is not playing well, then we put another one. តើកីឡាករណាមួយនោះលេងទៅអស់កម្លាំងវាលេងល្អគេដកចេញគេដូរចេញដាក់អ្នកផ្សេង In this case, was different ប៉ុន្តែក្នុងករណីនេះគឺខុសគ្នា because he was the only one who could pay the price. គឺមានតែព្រះអង្គមួយអង្គគត់ដែលទ្រង់អាចនឹងបង់ថ្លៃចំនួននោះឯង So when we read the answer there, no, what the second part of the បាន answer, ជាដល់ពេលយើងអានផ្នែកទី2នៃចម្លើយនោះឯង yeah, there's first part and second part. អូខេគឺយើងមាន2ផ្នែកទី1និងផ្នែកទី2 So he was the propitiatory sacrifice. So he was offered as a payment. គឺព្រះអង្គទ្រង់បានបង់ថ្លៃដែលជាតម្លៃលុះបាបសម្រាប់យើងរាល់គ្នា I put the picture of this ark. You have the ark? ឥឡូវបងប្អូនគ្នាអាចមើលទៅនឹងរូបនេះគឺជាគេហៅថាហឹបនៅដីសញ្ញា Remember, this place in the temple is a very secret place. បងប្អូននៅទីនេះដែលគេដាក់ហឹបនៅដីសញ្ញានេះឯងគេហៅថាទីបរិសុទ្ធបំផុតហើយកន្លែងហ្នឹងគឺអាចកំបាំងមែនតើមិនអាចចូលបានប្រទេសទេ The place where the ark is, nobody can enter. នៅក្នុងហ្នឹងឯងមិនអាចមាននរណាម្នាក់អាចចូលបានទេនៅក្នុងទីបរិសុទ្ធបំផុតនោះ If anyone enters there, he will die ប្រសិនបាននរណាម្នាក់ដែលចូលទៅទីនោះអ្នកនោះនឹងត្រូវស្លាប់ជាមិនខាន because there symbolizes the presence of God. ដោយព្រោះតែទីនោះឯងគឺជាប្រវត្តិមានរបស់ព្រះជាអម្ចាស់ So the high priest only once a year, ហើយយើងឃើញតាមក្នុងមួយឆ្នាំម្ដងគឺមានតែសម្ដេចសង្ឃទេដែលចូលទៅបាន he will enter there ហើយចូលទៅក្នុងទីនោះឯង and he will bring the blood of this lamb ហើយសង្ឃនោះឯងគឺបានយកឈាមនៃកូនឈាម and offer there in between the two angels. ហើយយើងឃើញថាសង្ឃបានយកឈាមនោះឯងគឺទៅប្រោះនៅ
នៅកន្លែងនៃទេវតានោះឯងដែលជារូបិនដែលកំពុងតែហៅថាបាំងស្លាប់នោះឯង Yeah, the wings. So that was the place where the blood would be offered. នេះគឺជាកន្លែងដែលឈាមត្រូវបានខ្ចាយពីនោះហើយប្រោះពីនោះ And then God forgives the sins of the people. ហើយយើងឃើញថានៅពេលនោះឯងគឺព្រះអង្គទ្រង់បានអត់ទោសបាបដល់បណ្ដាជនទាំងអស់ So, and they have to do it every year. ហើយយើងឃើញថារាល់ឆ្នាំនោះឯងគឺសង្ឃសម្ដេចសង្ឃនោះឯងគឺត្រូវធ្វើដូច្នោះគឺរៀងរាល់ឆ្នាំម្ដង I don't know in Kamai, but so this special place where the presence of God នេះ was. គឺជាកន្លែងដ៏ពិសេសដែលបង្ហាញអំពីព្រះវត្តមានរបស់ព្រះជាអង្គម្ចាស់ So, Romans 3:25, អូខេឥឡូវយើងមើលព្រះគម្ពីររ៉ូមជំពូក3ខ 25 it talks about that. ឥឡូវយើងមើលដល់នេះហើយគម្ពីររ៉ូមបាននិយាយអំពីការនោះឯងគឺរ៉ូមជំពូក3ខ 25 Okay. ដែលព្រះបានតាំងទ្រង់ទុកជាទីសម្ដោះប្រោះដោយសារសេចក្តីជំនឿដល់ព្រះលោហិតទ្រង់សម្រាប់នឹងសម្ដែងឲ្យឃើញសេចក្តីសុចរិតរបស់ព្រះចំពោះការដែលទ្រង់មិនប្រកាន់អំពើបាបដែលគេប្រព្រឹត្តពីដើមដោយទ្រង់មានព្រះハរតីអត់ធ្មត់ Okay. So it talks about redemption. យើងឃើញថាក្នុងខនេះគឺនិយាយអំពីការប្រោះលួស To redeem is to rescue. ដើម្បីប្រោះលួសនោះឯងគឺជាការដែលសង្គ្រោះចេញមក When you redeem, you pay all the debt. ដល់ពេលដែលយើងទៅចង់ប្រោះលួសពីណាម្នាក់នោះឯងគឺយើងត្រូវតែបង់ថ្លៃអស់ទាំងបំណុលដែលគេមាន It talks about the propitiatory, no? That the redemption in the blood, through faith. Yeah, can you read again, Pastor? យើងឃើញថានៅក្នុងខនេះដោយដែលព្រះបានតាំងទ្រង់ទុកជាទីសម្រាប់ប្រោះដោយសាងក្តីជំនឿដល់ព្រះលោហិតទ្រង់ So, God Himself, by His own blood, He redeemed us. យើងឃើញថាដោយព្រះអង្គទ្រង់ផ្ទាល់តាមរយៈលោហិតរបស់ព្រះដែលទ្រង់បានរំដោះយើងដែលទ្រង់បានប្រោះលួសយើងរាល់គ្នា Do you know the story that Israel was a slave in Egypt? បងប្អូនបានដឹងរឿងអំពីអ៊ីស្រាអែលដែលជាកសិករនៅអេស៊ីបទេ Do you know the story? Israel for 400 years they were slaves in Egypt. 400ឆ្នាំជាងដែលអ៊ីស្រាអែលបង្ហាញជាកសិករនៅក្នុងប្រទេសអេស៊ីប Then God called one man to set the people free from Egypt. ហើយព្រះអង្គបានហៅមនុស្សម្នាក់ដែលជាអ្នកដែលរំដោះអ៊ីស្រាអែលចេញពីអេស៊ីបមក Who knows the story? បងប្អូនដឹងរឿងហ្នឹងអត់ទេ No, nobody is not possible. I don't believe. ណាគេ Who knows the story of ឈ្មោះហ្នឹងស្គាល់ the ដឹង rescue from Egypt? តាដឹងថាពីណាគេដែលរំដោះអ៊ីស្រាអែលចេញមកពីអេស៊ីបទេដឹងអត់ Of course you guys know. So, who is the man that God calls to save the people from Egypt? តាមតំណាគេដែលព្រះអង្គទ្រង់បានហៅហើយរំដោះអ៊ីស្រាអែលចេញពីអេស៊ីបមក Come on, Jonathan. You know Jonathan. ដឹងអត់ណាគេ So, who? No problem if you make mistake. ពីណាគេដឹងដល់ឆ្លើយទៅបើអត់ខុសក៏មិន អាចច្រឡំម៉ូសេទៅ So, ត្រូវហើយតាណាឆ្លើយទៅហ្មង Moses. ម៉ូសេ Moses, yeah. Moses was called from God to save the people from Egypt. ព្រះអង្គហៅម៉ូសេដើម្បីនឹងដឹកនាំអ៊ីស្រាអែលចេញពីអ៊ីស៊ីបមក But the king in Egypt, he does not want the people go. ហើយយើងដឹងថាស្ដេចនៅអ៊ីស៊ីបនោះឯងគឺមិនចង់ឲ្យអ៊ីស្រាអែលចេញមកទេ And then God sends plagues to them. ហើយព្រះអង្គក៏បានបញ្ជូននៅគ្រោះកាចទាំង10ទៅដល់ទីដីអ៊ីស៊ីបនោះឯង How many plagues? គ្រោះកាច Oh, ប៉ុ you ន្មាន already spoke now. Yes Already spoke? Okay. So God sent 10 plagues to Egypt to set them free. យើងឃើញថាព្រះអង្គបានប្រើគ្រោះកាចទាំង10ដើម្បីនឹងរំដោះអ៊ីស្រាអែលចេញមកឲ្យមានសេរីភាព
So what was the last plague? តើបងប្អូនចាំនេះតើអីគេជាគ្រោះកាចចុងក្រោយគេបាទឆ្លើយមកបើដឹងកុំទុកអីគេគ្រោះកាចចុងក្រោយគេ Okay, who makes right? Next time I come, I will bring one. ឈាមអីហ្នឹងមែន និយាយមកនឹងហៅអីគេលោកគ្រូថាលោកគ្រូថាបងប្អូនឆ្លើយត្រូវលោកគ្រូមានរង្វាន់ បនរំលង What she said? អីគេតាអីគេគ្រោះកាចចុងក្រោយគេអីគេ បនរំលង ពិធីបុណ្យរំលងត្រូវតែគ្រោះកាចអីគេដែលបានដែលហេតុមាននៅបុណ្យរំលងគឺអីគេតែអីហ៎ So what was the last, the number 10 plague in Egypt? Okay, that's right. What did she said? The firstborn of Egypt were killed. Yeah. So every firstborn boy or even cow, even animals, they were all going to be killed. នឹងឃើញថាបើទោះបីជាកូនច្បងប្រុសៗទាំងអស់នៅអេស៊ីបហើយព្រមទាំងកូនច្បងនៃសត្វផងគឺត្រូវបានសម្លាប់ So that was the last plague. នេះឯងគឺជាគ្រោះកាចចុងក្រោយ After that, Pharaoh told them, okay, go away from ហើយ here. ក្រោយមកទៀតនោះឯងគឺស្ដេចផារ៉ោនថាឲ្យឯងចេញពីពួកយើងទៅ But how do you know how this firstborn was killed? បងប្អូនដឹងថាតើកូនប្រុសច្បងនោះឯងគឺបានសម្លាប់យ៉ាងម៉េចដោយរបៀបណា The Bible says that God sent the angel of death and he entered the house and killed every firstborn. ហើយយើងឃើញថានៅក្នុងគម្ពីរបានចែងថាគឺព្រះបានចាត់បញ្ជូនទេវតានៃក្តីស្លាប់មកហើយចូលទៅតាមផ្ទះហើយនឹងសម្លាប់អស់ទាំងកូនច្បងរបស់អេស៊ីបនោះឯង But why the angel of death, why the angel didn't enter the house of Israel? អូខេតាហេតុអីបានជាទេវតានៃក្តីស្លាប់មិនបានចូលទៅក្នុងផ្ទះរបស់អ៊ីស្រាអែលបាទ Who knows why? ពូឈាម អូខេស្លាយឲ្យត្រូវមកណាត្រូវឲ្យតែរៀបពីឲ្យត្រូវ ឈាម អូខេ Was the blood? yes yes Yeah, because the sacrifice lamb was killed and the blood was put in the door. និយាយថាដោយសារតែឈាមនៃញ៉ាញ់មួយឈាមនោះឯងគឺត្រូវបានសម្លាប់ហើយយកឈាមរបស់ឈាមនោះឯងគឺទៅលាបនៅក្របទ្វារផ្ទះ So when the angel of death passed, he saw the blood, he don't enter. Go and enter the house that don't have the blood. ហើយយើងឃើញថានៅពេលដែលទេវតានៃក្តីស្លាប់បានមកហើយឃើញផ្ទះនោះឯងមានឈាមប្រឡាក់នៅក្របទ្វារនោះឯងគឺបានរំលងទៅហើយជួបចំណាំដែលអត់មានឈាម So the Bible called the Passover lamb. ហើយនៅក្នុងគម្ពីរបានចែងថាគឺជាកូនឈាមនៃបុណ្យរំលង Oh, Jian is lamb. កូនឈាមកូនឈាម So Passover, because the angel of death pass over and don't enter. និយាយថាបែបគេថាបុណ្យរំលងដោយសារតែគឺទេវតានៃក្តីស្លាប់នោះគឺបានរំលងនៅពេលឃើញឈាមគឺរំលងអត់បានចូលក្នុងផ្ទះនោះទេ And it was 2,000 years before Christ. ហើយយើងឃើញថាប្រតិកម្មនោះបានកើតឡើងប្រហែលជាង2000ឆ្នាំមុនព្រះគ្រីស្ទប្រសិលផង Yeah, the time in Egypt was very long time back. ហើយយើងឃើញថាត្រឡប់ទៅគឺជាង2000ឆ្នាំ So more than 2,000 years later, Jesus came. ហើយជាង2000ឆ្នាំខាងនោះឯងគឺព្រះម្ចាស់ព្រះយេស៊ូវទ្រង់បានមកប្រសូត And let's read 1 Corinthians 5:7. អូខេយើងបើកទៅព្រះគម្ពីរក្រនថូសខ្សែទី1ជំពូក5ខ7 ចូល បាទ ចូលសម្អាតដើម្បីចាស់ចេញដើម្បីឲ្យអ្នករាល់គ្នាបានត្រឡប់ជានំម្សៅថ្មីវិញត្បិតអ្នករាល់គ្នាបានឥតដំបែហើយព្រោះព្រះគ្រីស្ទដ៏ជាញ៉ាញ់បូជានៃបុណ្យរំលងនោះបានត្រូវថ្វាយជំនួសយើងរាល់គ្នាហើយ Okay, so it says that the Passover lamb was killed. យើងឃើញថានៅក្នុងប្រាប់ថាគឺជាមនៃបុណ្យរំលងនោះឯងគឺត្រូវបានសម្លាប់ And it's talking about Jesus. គឺនិយាយអំពីព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ So now, when God sees us, បានជាបងប្អូននៅពេលនេះនៅពេលដែលព្រះអម្ចាស់
ទ្រង់បានឃើញយើងមើលមកយើងរាល់គ្នា He will not see our sins, but he will see the sacrifice of Jesus. ព្រះអង្គបានមើលមកឃើញបាបរបស់យើងទេប៉ុន្តែព្រះអង្គទ្រង់ទតរំពេញមកឃើញការថ្វាយយាញ់បូជារបស់ព្រះម្ចាស់ព្រះយេស៊ូវវិញ So when you make an offering, បានជានៅពេលដែលយើងថ្វាយដង្វាយនោះឯង I see it's also very common in Buddhism religion to have some offerings. ហើយខ្ញុំដឹងថាវាជារឿងសាមញ្ញដែរសម្រាប់សាសនានៅពេលដែលគេធ្វើពិធីថ្វាយដង្វាយក៏ថ្វាយដង្វាយចឹងទៅ I see they go to the temple, they bring flowers, they bring some incense. ជាការពិតយើងឃើញថានៅពេលដែលគេថ្វាយគេអាចថាយកមានការឬក៏មានគ្រឿងក្រអូបអីទៅដើម្បីយកទៅព្រះវិហារយកទៅវត្តវា Something to make smell. ហើយអាចនឹងដុតដើម្បីនឹងឲ្យជាក្លិនក្រអូបហ្នឹងទៅ So in the Bible, when you in the Old Testament, when you make an offering and it was a burnt offering, បានជានៅក្នុងព្រះគម្ពីរនៅសញ្ញាចាស់នោះឯងគឺនៅពេលដែលយើងធ្វើពិធីថ្វាយដង្វាយហើយជាដង្វាយដុត and when God when he feel the smell, he accepts the offering. ហើយនៅពេលដែលព្រះអង្គបានជាក្លិនឈ្ងុយនោះឯងគឺព្រះអង្គទទួលយកនៅដង្វាយនោះឯង And Jesus is our sacrifice. ហើយព្រះម្ចាស់ព្រះយេស៊ូវទ្រង់គឺជាយាញ់បូជា And the Bible says that the sacrifice of Jesus was a good smell for God. បានជានៅក្នុងពីបានចែងថាគឺយាញ់បូជាដែលព្រះអង្គទ្រង់បានថ្វាយអង្គទ្រង់ឯងគឺជាក្លិនឈ្ងុយដល់ព្រះជាម្ចាស់ It's written in Ephesians 5:2. អូខេយើងមើលក្នុងព្រះគម្ពីរអេភេសូចំពោះ5ខ2 ហើយដើរក្នុងសេចក្តីស្រឡាញ់ដូចជាព្រះគ្រីស្ទបានស្រឡាញ់យើងព្រមទាំងប្រគល់ព្រះអង្គទ្រង់ជំនួសយើងផងទុកជាដង្វាយហើយជាយាញ់បូជាសម្រាប់ជាក្លិនឈ្ងុយថ្វាយដល់ព្រះ Okay, let me find here because I also didn't find. So yeah, was a sacrifice to God that was accepted. យើងឃើញថាចុងខប្រាប់ថាទុកជាដង្វាយហើយជាយាញ់បូជាសម្រាប់ក្លិនឈ្ងុយថ្វាយព្រះហើយព្រះអង្គទ្រង់ទទួលយក So all of that to forgive our sins. បានជាបងប្អូនអើយទាំងអស់នោះឯងគឺជាអ្វីដែលធ្វើសម្រាប់ជាការអត់ទោសបាបដល់យើងរាល់គ្នា So let's read now 1 John chapter 2. អូខេឥឡូវសូមយើងបើកមើលទៅព្រះគម្ពីរយ៉ូហានទី1ចំពោះ2 verse 1 and 2. ខ1ហើយនិងខ2 Okay, let's read slowly and understand. អូខេតឥឡូវសូមអានមួយហើយឲ្យយល់តើសូមម្នាក់អាន កូនតូចរាល់គ្នាអើយដែលខ្ញុំសរសេរសេចក្តីទាំងនេះផ្ញើមកនោះដើម្បីកុំឲ្យអ្នករាល់គ្នាធ្វើបាបទៀតតែបើសិនជាអ្នកណាភ្លាត់ធ្វើបាបវិញនោះយើងមានព្រះជាជំនួយមួយអង្គហើយដែលទ្រង់គង់នៅចំពោះព្រះវរបិតាគឺជាព្រះយេស៊ូវគ្រីស្ទដ៏ព្រះជាព្រះដ៏សុចរិតដែលទ្រង់ជាដង្វាយធួននឹងបាបយើងរាល់គ្នាមិនត្រឹមតែបាបរបស់យើងរាល់គ្នាតែប៉ុណ្ណោះគឺនឹងបាបរបស់លោកីទាំងមូលដែរ Okay, so the Bible is telling us that we should not sin. បាទជាក្នុងពីបានប្រាប់យើងបង្រៀនថាយើងនឹងមិនគួរធ្វើបាបទៀតទេ So before we don't know God ជាការពិតមុននោះឯងគឺយើងមិនស្គាល់ព្រះអង្គ and we follow our hearts. ហើយយើងតែងតែតាមបេះដូងរបស់យើង But now, as we spoke, we have an honor ហើយប៉ុន្តែឥឡូវនេះឯងគឺយើងមានអ្នកដែលត្រូវបានតម្កើងឡើងដែរ and we follow God. ហើយយើងគឺជាដើរតាមព្រះអង្គ So we don't do whatever we want to do, ហើយយើងនឹងមិនធ្វើតាមតែចិត្តតាមក្បាលបាល់របស់យើងទេ but we try to obey God. ហើយយើងជាយាមនឹងកាត់ដែរស្ដាប់បង្គាប់ព្រះអង្គដែរ So the Bible says
my children, do not sin. បានជាក៏ពីបានចែកថាកូនកូនតូចៗរាល់គ្នាអើយសូមកុំធ្វើបាបទៀតឡើយ But if you sin, ប៉ុន្តែបើយើងធ្វើបាបវិញ you have a lawyer, an advocate, that is Jesus Christ. ដែលយើងមានព្រះអង្គម្ចាស់ព្រះយេស៊ូវទ្រង់ជាអង្គដែលជំនួយសម្រាប់យើងរាល់គ្នា And he is the payment for our sins. ហើយទ្រង់ឯងគឺជាដង្វាយធួននឹងបាបរបស់យើងរាល់គ្នា So when we think about doing something បា wrong, នជានៅពេលដែលយើងគិតអំពីរឿងរ៉ាវដែលយើងធ្វើខុសនោះឯង we should always remember what price was paid. យើងត្រូវតែចងចាំថាតើអ្វីទៅជាតម្លៃដែលបង់ថ្លៃសម្រាប់នោះឯង That we will not treat sin without care or lightly. ដែលជាហេតុដែលមិនឲ្យយើងធ្វើបាបដោយមិនខ្វល់ខ្វាយឬក៏ប្រហែសចំពោះការធ្វើបាបទេ The price is very hard, so we should not sin like anything. តែព្រោះ Like, តែការបង់ថ្លៃបាបនោះឯងគឺវាលំបាកមែនទែនដូច្នេះយើងមិនគួរធ្វើបាបទៀតឡើយ so, but on the opposite, God calls us to be more and more like Jesus. ក៏តែជាមួយគ្នាផ្ទុយពីនោះវិញគឺព្រះអង្គទ្រង់មិនហៅយើងហើយព្រះអង្គទ្រង់ចង់ឲ្យយើងកាន់តែកាត់ដូចទៅនឹងអង្គព្រះយេស៊ូវ So, but sometimes we will make mistake. ប៉ុន្តែពីខាងបងប្អូនយើងក៏ធ្វើខុសដែរ Okay, we will repent and we'll come back to ក៏ God ប៉ុន្តែយើងត្រូវតែតែចិត្តហើយយើងបែរមករកព្រះអង្គវិញ because He is the payment. តែព្រោះឯព្រះអង្គទ្រង់គឺជាព្រះដែលបង់ថ្លៃជំនួសយើង Okay, let's go. Same chapter, same book. 1 John chapter 4, verse 10. អូខេឥឡូវយើងត្រឡប់ទៅមើលយូហានចំពុកទី1ចំពុក4ខ10 Verse 10. បាទខ្ញុំម្នាក់អានពុក4ខ10 នេះហើយជាសេចក្តីស្រឡាញ់មិនមែនជាយើងបានស្រឡាញ់ព្រះនោះទេគឺទ្រង់បានស្រឡាញ់យើងវិញទេតើហើយបានបាត់ព្រះរាជបុត្របានចាត់ព្រះរាជបុត្រាទ្រង់ឲ្យមកទុកជាដង្វាយឲ្យធួននឹងបាបយើងរាល់គ្នាផង Okay, so one of the most strong words in the world is love. វាឃើញថាមានពាក្យមួយដែលជាពាក្យដែលសំខាន់សម្រាប់ពិភពលោកមួយនេះឯងគឺជាពាក្យថាស្រឡាញ់ក្តីស្រឡាញ់ Love is very strong. ហើយក្តីស្រឡាញ់នោះឯងគឺវាហាក់ដូចជាពាក្យធ្ងន់មែនតើ Love makes the girl go out of her father and mother house and to live with another man that she even don't know very well. បាទក្តីស្រឡាញ់ដែលស្ត្រីម្នាក់អាចនឹងលាចាកចេញពីគ្រួសាររបស់នាងហើយនឹងទៅនៅជាមួយម្នាក់ទៀតដែលជាប្រុសនោះឯងព្រមទាំងមិនដែលស្គាល់ក៏មានដែរ Because of love, we want to be together. ហើយដល់ព្រោះតែក្តីស្រឡាញ់នោះឯងដែលអាចនឹងធ្វើឲ្យមនុស្សអាចនឹងរួមរស់នៅជាមួយនឹងគ្នា But what the passage talks about love? ឥឡូវយើងមើលតើអត្ថបទនៃព្រះគម្ពីរបាននិយាយអីពីក្តីស្រឡាញ់ What is saying here about love? តែឥឡូវយើងមើលក្តីស្រឡាញ់នេះនិយាយថាម៉េចវិញ Think a little bit. បាទសូមគិតជាមួយគ្នាមើល What is love? តើអ្វីទៅជាក្តីស្រឡាញ់នៅក្នុងខនេះ If we read this passage, what is love? បើយើងអាននៅក្នុងអត្ថបទនេះឯងតើអ្វីទៅជាអត្ថន័យនៃក្តីស្រឡាញ់បាទអីជាអត្ថន័យនៃក្តីស្រឡាញ់ So what is love there? បាទអីគេជាក្តីស្រឡាញ់នៅទីនេះបាទឆ្លើយមើល So, yeah. That's kind of the unconditional love that God gives to people. Yeah, it's really clear here. Like there is the God love to people. It's not about people who love God. That is the unconditional love that God giving to even we don't really was to receive or even like we are not loved God, but God is love us. Yeah. Yeah. So, see, God loves us first. យើងឃើញថានៅក្នុងខនេះគឺបានប្រាប់ថាគឺព្រះអង្គទេទ្រង់ស្រឡាញ់យើងជាមុន Before we were even born, God already planned everything for us.
មុនទាំងយើងកើតផងគឺព្រះអង្គទ្រង់មានផែនការសម្រាប់យើងរាល់គ្នាហើយ Jesus died for us 2,000 years ព្រះ ago. អង្គម្ចាស់ព្រះយេស៊ូវទ្រង់សគត់ជំនួសយើងជាង 2000 ឆ្នាំហើយ You were not even think about born, ហើយយើងក៏មិនទាន់កើតសូម្បីតែគិតថាកើតផងក៏មិនអាចគិតបានផង but the love of God have already chosen you. ក៏ប៉ុន្តែក្តីស្រឡាញ់របស់ព្រះអង្គទ្រង់បានរើសយើងរាល់គ្នា So the real love is God. ក្តីស្រឡាញ់ដ៏ពិតប្រាកដនោះឯងគឺជាព្រះជាម្ចាស់ When we love, នៅពេលដែលយើងស្រឡាញ់ it's because God loved us first. ដែលព្រោះតែព្រះទ្រង់ស្រឡាញ់យើងជាមុន So if we love, it's because God helps us to love. ប្រសិនមកយើងស្រឡាញ់នោះឯងត្រូវដឹងថាគឺព្រះអង្គទេទ្រង់ជួយឲ្យយើងស្រឡាញ់ Because we cannot love by our own power. ហើយជាការពិតយើងមិនអាចស្រឡាញ់ដោយកម្លាំងរបស់យើងផ្ទាល់បានឡើយ And I am talking about real love. ហើយនឹងខ្ញុំកំពុងតែនិយាយអំពីក្តីស្រឡាញ់ដ៏ពិត Because there are other kinds of love that people say it's love, but it's not love. ហើយជាការពិតមនុស្សវាអាចនិយាយគ្នាបានច្រើនថាជាក្តីស្រឡាញ់ប៉ុន្តែមិនមែនជាក្តីស្រឡាញ់ពិតប្រាកដទេ Because real love is sacrificial. ហើយពីព្រោះអីក្តីស្រឡាញ់ដ៏ពិតប្រាកដនោះឯងគឺជាការលះបង់ When you love, you give. ដល់ពេលដែលយើងស្រឡាញ់យើងត្រូវតែឲ្យ But when you're selfish, you only want to receive. ប៉ុន្តែដល់ពេលដែលបងប្អូនជាមនុស្សអាត្មានិយមវិញបងប្អូនតែតែចិត្តមួយនោះឯងគឺចង់តែទទួលយក So love is giving and receiving. បានជាក្តីស្រឡាញ់ដ៏ពិតនោះឯងគឺជាការឲ្យហើយនឹងការទទួលយកដែរ And it's because it's possible only because God loved us first. ហើយវាជារឿងដែលអាចទៅរួចដោយព្រោះតែព្រះអង្គទេទ្រង់ស្រឡាញ់យើងជាមុន And He loved us that He sent His only Son. ដោយព្រោះតែទ្រង់ស្រឡាញ់យើងជាមុននោះឯងបានជាហេតុដែលទ្រង់បានបញ្ជូនព្រះបុត្រាទ្រង់មកក្នុងលោកីនេះ To become the payment. ដើម្បីឲ្យអង្គទ្រង់ខ្លាយទៅជាមួយអង្គដែលបង់ថ្លៃជំនួសយើងរាល់គ្នា The third part is that because of Jesus' sacrifice, He redeemed our body and our soul. ផ្នែកទី3នោះឯងគឺថាដោយការតែព្រះអង្គម្ចាស់ព្រះយេស៊ូវទ្រង់បានរងទុក្ខដោយប្រកាយទ្រង់ដែលទ្រង់អាចនឹងរំដោះទាំងរូបកាយរបស់យើងហើយនិងព្រលឹងវិញ្ញាណរបស់យើងផង We were condemned, បងប្អូនអើយយើងអរគ្នាគឺត្រូវបានទទួលទោសត្រូវបានជាអ្នកកាត់ទោស but He redeemed us. ហើយព្រះអង្គយើងជាអ្នកមានទោសតែប៉ុន្តែព្រះអង្គទ្រង់បានរំដោះយើងរាល់គ្នា Okay, let's read Romans chapter 8. អូខេសូមយើងបានមើលទៅក្នុងគម្ពីររ៉ូមជំពូក8 Rome from by 1 to 4. ពីខ1រហូតដល់ខ4 Yeah, 1 to 4. Please, somebody read for us. អូខេតាសូមម្នាក់អាន ហេតុនោះនៅជាន់នេះអ្នកណាដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវនោះគ្មានទោសសោះបើអំណាចរបស់ព្រះវិញ្ញាណនៃជីវិតដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវនោះត្រូវបានប្រោសខ្ញុំរួចពីអំណាចរបស់អំពើបាបនិងសេចក្តីស្លាប់ហើយពីព្រោះឯការដែលក្រឹតវិន័យធ្វើមិនកើតដោយមានសេចក្តីកំសោយព្រោះសត្វឈាមនោះព្រះទ្រង់បានធ្វើវិញដោយចាស់ព្រះរាជបុត្រាទ្រង់ឲ្យមកមានរូបអង្គបែបដូចជាសត្វឈាមដែលតែងតែមានបាបហើយដោយព្រោះអំពើបាបក៏កាត់ទោសអំពើបាបក្នុងសត្វឈាមដើម្បីឲ្យសេចក្តីដែលក្រឹតវិន័យបង្គាប់មកបានសម្រេចក្នុងខ្លួនយើងរាល់គ្នាដែលមិនដើរតាមសត្វឈាមគឺដើរតាមព្រះវិញ្ញាណវិញ Okay. So there is no more condemnation. បានជាមានគ្មានសេចក្តីកាត់ទោសណាទៀតឡើយ We are not going to be condemned យើងនឹងមិនទទួលបានការកាត់ទោសទៀតឡើយ because the law was fulfilled. ដែលព្រោះតែក្រណីនោះឯងគឺត្រូវបានបំពេញត្រូវបានសម្រេចហើយ The price was paid. ហើយតម្លៃនោះឯងគឺត្រូវបានបង់ថ្លៃរួចដែរ The payment was done. ហើយការបង់ថ្លៃនោះឯងគឺបានសម្រេចហើយជាមួយ So there is no more debt ហើយគ្មានបំណុលណាទៀតឡើយ because all what the law required was fulfilled in Jesus. គ្រប់ទាំងអ្វីដែល
ក្របីបានតម្រូវនោះឯងគឺត្រូវបានសម្រេចចំពោះអង្គព្រះយេស៊ូវគ្រីស្ទ So he paid the penalty. ហើយទ្រង់បានបង់ថ្លៃសម្រាប់ការដាក់ទោសទណ្ឌកម្មនោះឯង The Bible. Okay, let's read Galatians អូ 3:13. ខេឥឡូវយើងមើលគម្ពីរទាំងនោះ កាឡាទី គឺកាឡាទីជំពូក3ខ13បើច្បាស់មួយគ្នាតោះសូមអ្នកអាន កាឡាទីជំពូក3ព្រះគ្រីស្ទទ្រង់បានរួចយើងរាល់គ្នាឲ្យរួចពីសេចក្តីបណ្ដាសារបស់ក្រឹតវិន័យដែលទ្រង់ត្រូវបណ្ដាសាជំនួសយើងរាល់គ្នាមិនមានសេចក្តីចាញ់ទុកមកថាត្រូវបណ្ដាសាហើយអ្នកណាដែលត្រូវជួលទៅលើឈើនៅលើឈើ See, God gave the law. យើងឃើញថាព្រះជាម្ចាស់ទ្រង់បានប្រទាននូវក្រឹតវិន័យ Every Sunday we read the Ten Commandments. រៀងរាល់ថ្ងៃអាទិត្យយើងតែងតែអាននៅបញ្ញត្តិ10ប្រការជាមួយគ្នា So we cannot fulfill the Ten Commandments completely. ហើយយើងមិនអាចនឹងធ្វើអស់ទាំងបញ្ញត្តិ10ប្រការនោះបានឡើយ So why God gave us the law? ហើយនេះបានជាព្រះអង្គប្រទានឲ្យយើងនូវក្រឹតវិន័យ Because the law is a good direction for us. ហើយដែលព្រោះតែក្រឹតវិន័យគឺជាទិសដៅមួយដ៏ល្អសម្រាប់យើងឬការតម្រង់ទិសដ៏ល្អសម្រាប់យើងរាល់គ្នា So we have the law. It's like a map. We know where to go. ហើយយើងមានក្រឹតវិន័យដែលអាចប្រៀបដូចជាយើងកំពុងតែមាន Google Map យ៉ាងไรដែលយើងដឹងថាយើងកំពុងទៅណា So this is the law. The law guides us. នេះគឺជាក្រឹតវិន័យហើយក្រឹតវិន័យឯងគឺកំពុងតែដឹកនាំយើងដែរ But we cannot follow the law completely. ប៉ុន្តែជាការពិតយើងមិនអាចនឹងបំពេញអស់ទាំងក្រឹតវិន័យរបស់ព្រះអង្គទាំងស្រុងបានឡើយ So the law also show us that we are weak. ហើយក្រឹតវិន័យនោះឯងក៏បង្ហាញយើងថាយើងក៏ជំនួសកំសោយដែរ The law also show us that we need help. ហើយព្រមទាំងប្រាប់យើងថាយើងត្រូវការជំនួយ So the law proved to us that we are sinners. ហើយក្រឹតវិន័យនោះឯងគឺបានបង្ហាញប្រាប់យើងយ៉ាងច្បាស់ថាយើងគឺជំនួសមានបាប And the Bible says that when somebody is crucified, បានជានៅក្នុងពីបានចែងថាអ្នកណាដែលត្រូវបានគេឆ្កាងនោះ it's like he is cursed. គឺជាអ្នកដែលត្រូវបដាសាហើយ And Jesus, he was paying that price for us. តែប៉ុន្តែជាមួយគ្នាព្រះម្ចាស់ព្រះយេស៊ូវទ្រង់បានបង់ថ្លៃនោះឯងសម្រាប់យើងរាល់គ្នា He took our curse. ហើយព្រះអង្គទ្រង់ទទួលយកនៅបដាសារបស់យើង Okay. The next verse is that he rescued us from the powers of darkness to the kingdom of the Son. ហើយយើងឃើញថានៅក្នុងខបន្ទាប់នោះគឺថាព្រះអង្គទ្រង់បានរំដោះយើងចេញមកពីអំណាចនៃសេចក្តីងងឹតហើយឲ្យយើងបានមកក្នុងទីពន្លឺនៃព្រះបត្រាទៅវិញ Because when we live without God, we live in darkness. ពីព្រោះឯនៅពេលដែលយើងរស់នៅដោយគ្មានព្រះនោះយើងកំពុងតែរស់នៅក្នុងទីងងឹតហើយ But the Bible says that he take us away from the darkness and bring us to Jesus. ប៉ុន្តែនៅក្នុងគម្ពីរបានចែងថាគឺទ្រង់បានយកយើងចេញមកពីភពងងឹតនោះឯងហើយដាក់យើងនៅក្នុងពន្លឺនៃព្រះម្ចាស់ព្រះយេស៊ូវវិញ And this is a beautiful thing God does for us. ហើយនេះឯងគឺជារឿងរ៉ាវដ៏ល្អអស្ចារ្យមែនទែនដែលព្រះអង្គទ្រង់បានធ្វើសម្រាប់យើងរាល់គ្នា Remember we put the picture of this ark. បងប្អូនយើងបាននឹកចាំថាយើងបានមើលឃើញអំពីរូបភាពនៃហបនៃក្តីសញ្ញាឬក៏ទីសណ្ដោប្រោះ I said no that the priest have to enter there once, this one. Once a year he have to go there. ដូចជាបងប្អូនបានដឹងហើយថាគឺរយៈពេលក្នុងមួយឆ្នាំម្ដងគឺសម្ដេចសង្ឃត្រូវតែទៅទីនោះម្ដង and offer the blood. ហើយសង្ឃនោះឯងគឺត្រូវយកឈាមដើម្បីនឹងទៅថ្វាយដែរ So let's read Romans 9:12. អូខេយើងមើលលើព្រះគម្ពីររ៉ូមជំពូក9ខ12ជាមួយគ្នាតោះសូមបងប្អូនអាន Romans 9:12. នោះព្រះទ្រង់មានបន្ទូលប្រាប់នាងថាកូនច្បងនឹងត្រូវបម្រើកូន Not Romans, sorry. Hebrews 9:12. Sorry, my mistake. អូខេបងប្អូនច្រឡំឲ្យបើកហេព្រើរជំពូក9ខ12វិញចាំខ្ញុំអានទៅដូចវាផ្សេងតោះហេព្រើរ9ខ12
តា Okay, again. ម្ដងទៀតតា ហេព្រើរជំពូក9ខ12នោះទ្រង់បានយាងចូលទៅក្នុងទីបរិសុទ្ធបំផុតម្ដងជាសម្រាប់ទាំងបានសេចក្តីប្រោះលោះនៅអស់កលជានិច្ចមិនមែនដោយយកឈាមពពែឈ្មោលឬឈាមកូនកោទេគឺដោយយកព្រះលោហិតនៃអង្គទ្រង់វិញ Okay, he entered now not with the blood of a lamb, but his own blood. នេះឃើញថាដល់ពេលនោះគឺទ្រង់មិនបានយកឈាមនៃប្រពៃឈ្មោះឬកូនកោទេប៉ុន្តែព្រះអង្គយកព្រះលោហិតព្រះអង្គទ្រង់ផ្ទាល់តែម្ដង Okay, the last part. ឥឡូវយើងមើលផ្នែកចុងក្រោយ So he suffered to give us grace, righteousness, and eternal life. ព្រមទាំងទទួលនៅព្រះគុណនៃព្រះសេចក្តីសុចរិតនិងជីវិតអកលជានិច្ចសម្រាប់យើងរាល់គ្នា Okay, you read there, no? Yeah. So, as I said to you, when you love, you give. បាទជាបងប្អូនដូចខ្ញុំបាននិយាយដែរថាដល់ពេលយើងស្រឡាញ់យើងតែងតែឲ្យ And one verse that we always know is John 3:16. ហើយមានខមួយដែលបងប្អូនប្រហែលជាចាំដែរគឺនៅក្នុងព្រះគម្ពីរយ៉ូហានចំពុក3ខ16 Who knows John 3:16 by បងប្អូន memory? បងប្អូនអាចចាំទេបងប្អូនអាចទិញបានទេចាំហ៎យ៉ូហាន3:16 You know, Susano, Meta knows. បាទអ្នក Who else knows John 3:16 by memory? យ៉ូហាន3:16 but អូខេមិនតាមឲ្យចាំដល់ Yeah, Meta. Follow me. Yeah, Mian. But អព្រះអង្គទ្រង់ខុសពីយល់អី បាទអី John 3:16 ព្រះទ្រង់ស្រឡាញ់មនុស្សដំលែបានជាទ្រង់ប្រទានព្រះវត្តរាព្រះអង្គគាត់បងអ្នកដែលបានជាលោកនោះមិនត្រូវវិនិច្ឆ័យនឹងឲ្យមានជីវិតអត់បានជំនិតវិញ អូខេ So God loved the world, then he gave his only son. បាទព្រះទ្រង់ស្រឡាញ់មនុស្សដំលែបានជាទ្រង់ប្រទានជីវិតរាទ្រង់តែមួយ And whoever believes in him អស់អ្នកណាដែលជឿដល់ទ្រង់ will not perish, នឹងមិនត្រូវគ្នាឡើយ but will have eternal life. ប៉ុន្តែនឹងមានជីវិតអកលជានិច្ចវិញ So Jesus suffered that we will not suffer, ហើយព្រះអង្គម្ចាស់ព្រះយេស៊ូវរងទុក្ខដើម្បីកុំឲ្យយើងរងគ្នារងទុក្ខ but we will have eternal life. ប៉ុន្តែយើងនឹងមានជីវិតអកលជានិច្ចវិញ We are called now justified. ហើយយើងត្រូវបានរាប់ជាសុចរិត When God looks to us, he will see not sinful people, but he will see justice, the justice of Christ applied to us. បានជានៅពេលដែលព្រះអង្គទ្រង់ទតអំពីមើលយើងនោះឯងមិនបានមើលឃើញថាយើងជាមានបាបទេប៉ុន្តែទ្រង់បានទតអំពីមើលមកយើងឃើញអំពីក្តីសុចរិតរបស់ព្រះដែលព្រះអង្គម្ចាស់ព្រះយេស៊ូវទ្រង់បានបំពាក់ឲ្យយើងរកនេះវិញ This is something very amazing ហើយបងប្អូននេះគឺជារឿងដែលអស្ចារ្យមែនទែនសម្រាប់យើង because we are not righteous, we are not just, ពីព្រោះឲ្យយើងមិនមែនជាមនុស្សសុចរិតទេ but Jesus is. ប៉ុន្តែទ្រង់សុចរិតវិញគឺព្រះអង្គម្ចាស់ព្រះយេស៊ូវ When God look to us, បានជានៅពេលដែលព្រះអង្គទតអំពីមើលយើងរកគ្នា he will see Jesus. ដែលទ្រង់នឹងឃើញព្រះអង្គម្ចាស់ព្រះយេស៊ូវវិញ And because of that, we become also just and righteous. ហើយដែលព្រោះតែការនោះឯងបានជាយើងត្រូវបានរាប់ជាសុចរិតដូចជាព្រះអង្គម្ចាស់យេស៊ូវដែរ Like we said, the righteous died for the unrighteous. បានជាយើងបាននិយាយថាគឺមនុស្សសុចរិតបានសុគតជំនួសមនុស្សទុច្ចរិត Let's read 2 Corinthians 5:21. អូខេសូមយើងបើកទៅអាននៅក្នុងព្រះកន្ធខ្សែទី1ជំពូក5ខ1 2 Corinthians 5:21. សំទោសខ21 second of first second 2 Corinthians 5:21. ច្រឡំកន្ធខ្សែទី2ជំពូក5ខ21តោះបងប្អូនអានពុកមក គាត់ឯព្រះអង្គដែលមិនបានស្គាល់បាបសោះនោះព្រះទ្រង់ធ្វើឲ្យត្រឡប់ទទួលបានជំនួសយើងរាល់គ្នាវិញដើម្បីឲ្យយើងរាល់គ្នាបានត្រឡប់ទៅជាសេចក្តីសុចរិតរបស់ព្រះដោយនៅព្រះអង្គនោះឯង Okay. So for our sake, because he loved us, ដែលព្រោះតែទ្រង់ស្រឡាញ់យើងរាល់គ្នា he made him who had no sin to
bear our sins. ដែលទ្រង់បានធ្វើឲ្យអង្គទ្រង់ដែលមិនមានបាបសម្រាប់ឯងថាទៅជាម្នាក់ដែលទទួលបាបជំនួសយើងវិញ So now in him we became righteousness of បាន God. ជានៅពេលនេះនៅក្នុងទ្រង់យើងបានខ្លាចទៅជាអ្នកដែលសុចរិតនៅចំពោះព្រះនៃរបស់ព្រះ So we live now in a new covenant. ហើយឥឡូវនេះគឺយើងនៅក្នុងសញ្ញាថ្មីមួយ When God created the earth, នៅពេលដែលព្រះអង្គទ្រង់បានបង្កើតចក្រវាឡទាំងមូល he make this garden, ហើយព្រះអង្គក៏បានបង្កើតនៅសួនច្បារមួយ put there Adam and Eve and everything. ហើយព្រះអង្គបានដាក់អាដាមនិងអេវ៉ាក្នុងសួនច្បារនោះឯងព្រមទាំងរបស់ដទៃផ្សេងទៀតជាច្រើន And they have to obey God's command. ហើយពួកគេត្រូវតែស្ដាប់បង្គាប់នៅបញ្ញត្តិរបស់ព្រះច្បាប់របស់ព្រះ What is they have to obey? They should not eat from that tree. ច្បាប់ដែលព្រះអង្គដាក់នោះឯងគឺពួកគេនឹងមិនត្រូវទទួលទាននៅផ្លែនឹងខុសត្រូវទេ But now we live in a new covenant. ប៉ុន្តែឥឡូវនេះយើងរស់នៅក្នុងការតាំងសញ្ញាថ្មីវិញ The new covenant is the blood of Christ. ហើយការតាំងសញ្ញាថ្មីនោះឯងគឺជាការតាំងដោយព្រះហឫទនៃព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទ So every first Sunday we celebrate communion. បានជារៀងរាល់ដើមខែនៃអាទិត្យទី1នោះឯងគឺយើងតែងតែធ្វើពិធីនឹងព្រះម្ចាស់ជាមួយគ្នា So we take the bread and we take the juice ហើយយើងបានយកនំប៉័ងហើយព្រមទាំងទឹកបាយជូរផង and we remember the body of Christ and we remember the blood of Christ. ហើយយើងចងចាំអំពីព្រះកាយរបស់ព្រះម្ចាស់ព្រះយេស៊ូវហើយព្រមទាំងព្រះលោហិតរបស់ព្រះអង្គផង So the first covenant we have to obey. ហើយការតាំងសញ្ញាដំបូងនោះឯងយើងត្រូវតែស្ដាប់បង្គាប់ The second covenant is a covenant of grace. ហើយការតាំងសញ្ញាទី2នោះឯងគឺជាការតាំងសញ្ញានៃព្រះគុណ Jesus died for us. ព្រះអង្គម្ចាស់ព្រះយេស៊ូវទ្រង់សង្កត់ជំនួសយើង We have now to believe. ហើយយើងត្រូវតែទទួលជឿព្រះដល់ព្រះអង្គ We have to believe his sacrifice ហើយយើងត្រូវទទួលជឿនៅការថ្វាយយ៉ាញ់បូជារបស់ព្រះអង្គការលះបង់របស់ព្រះអង្គ and accepted that his body and his blood was given to us. ហើយទទួលយកនៅព្រះកាយនិងព្រះលោហិតរបស់ព្រះអង្គដែលទ្រង់បានផ្ដល់ឲ្យយើងរាល់គ្នា So this is why Jesus suffered. ញ៉ៃគឺជាហេតុផលដែលព្រះអង្គម្ចាស់ព្រះយេស៊ូវទ្រង់ត្រូវរងទុក្ខ Because we were children of anger before. ដែលព្រោះតែពីមុនមកយើងគឺជាកូននៃសេចក្តីក្រោធ But the anger of God was on Jesus. ក៏ប៉ុន្តែសេចក្តីក្រោធរបស់ព្រះនោះឯងគឺបានធ្លាក់លើព្រះអង្គម្ចាស់ព្រះយេស៊ូវវិញ And now we become accepted children. ហើយនៅពេលនេះយើងមកខែទៅជាកូនដែលព្រះអង្គទទួលយក Okay? I think it's enough. មិនដែរបងប្អូនប៉ុណ្ណឹងគ្រប់គ្រាន់ទេនោះ I think អត់ច្បាស់ you're already tired. ច្បាស់នោះអត់ច្បាស់តទៀត Thank you for your patience Okay. and attention. អរគុណសម្រាប់ការបងប្អូនទាំងគ្នាអត់ធ្មត់ខាំមាត់សង្កត់ចិត្ត You see, those things are very important for ហើយ us. រឿងរ៉ាវអស់នេះគឺរឿងសំខាន់សម្រាប់យើងទាំងអស់គ្នា So understanding those things ហើយបងប្អូនត្រូវតែយល់អំពីកិច្ចការងារទាំងអស់នោះ will help us in our lives. ដើម្បីជួយឲ្យយើងនៅក្នុងខ្សែជីវិតរបស់យើងឲ្យយើងកាន់តែប្រសើរឡើង That we know what Jesus did for us. ដើម្បីយើងដឹងថាព្រះអង្គម្ចាស់ទ្រង់បានធ្វើអ្វីសម្រាប់យើងរាល់គ្នា And this will help us in everything. ហើយនោះឯងនឹងជួយឲ្យយើងព្រមទាំងរឿងរ៉ាវផ្សេងៗទៀតនឹងការរៀនរស់នៅប្រចាំថ្ងៃដែរ Okay, let's close our eyes. អូខេសូមអរគុណទាំងអស់គ្នា Let's pray. ហើយយើងអធិដ្ឋានជាមួយគ្នា Thank you, Lord Jesus, for tonight. ព្រះម្ចាស់ព្រះយេស៊ូវយើងខ្ញុំអរគុណព្រះអង្គសម្រាប់យប់នេះ We are studying about your sacrifice. យើងខ្ញុំក៏បានរៀនអំពីការថ្វាយយ៉ាញ់បូជារបស់ព្រះអង្គ How did you suffer ដែលព្រះអង្គទ្រង់បានរងទុក្ខ because of our sins ដែលព្រោះតែបាបរបស់យើងខ្ញុំរាល់គ្នា and to save us ដើម្បីសង្គ្រោះយើងខ្ញុំ and to give us new life. ដើម្បី Give us a new ដែល life. ដែលទ្រង់អាចនឹងប្រទានយើងខ្ញុំនូវជីវិតថ្មីផង Lord, we only thank you ខ្ញុំអរគុណព្រះអង្គ because by faith ដោយព្រោះតែតាមរយៈជំនឿរបស់យើងខ្ញុំ we can believe ដែលយើងខ្ញុំអាចនឹងជឿដល់ទ្រង់ that you died for us, ដែលទ្រង់បានសង្កត់ជាមួយយើងខ្ញុំ that you love us, ហើយទ្រង់ស្រឡាញ់យើងខ្ញុំផង and you help us, ហើយព្រះអង្គក៏ជួយយើងខ្ញុំ and you forgive our sins, ហើយទ្រង់អត់ទោសដល់យើងខ្ញុំរាល់គ្នា and we can have a new life. ហើយយើងខ្ញុំអាចនឹងមានជីវិតថ្មី
So thank you, Lord, ខ្ញុំអរគុណដល់ព្រះអង្គ because you are God ដែលព្រោះតែទ្រង់គឺជាព្រះ and you are also Father. ហើយព្រះអង្គក៏ជាព្រះបិតារបស់យើងខ្ញុំផង Help us to walk with you. ព្រះអង្គហើយសូមជួយយើងខ្ញុំបានដើរជាមួយនឹងព្រះអង្គ Help us, our church ព្រះអង្គហើយសូមជួយដល់ពួកជំនុំយើងខ្ញុំរាល់គ្នា and our families. ហើយគ្រួសាររបស់យើងខ្ញុំផង I pray in Jesus' name. ខ្ញុំបានតាំងក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ Amen. អាមែន Amen. God bless you. ហើយព្រះអរគុណបានដល់បងប្អូនគ្នា